ខ្ញុំខានទៅកែមគឺមិនឆ្នាំមិនដល់ពេលខ្ញុំទៅលើនេះហ្នឹងគឺបាន explore ហាកាហ្វេច្រើនមែនតើជាពិសេសគឺកាហ្វេលើភ្នំនេះនិយាយទៅតំណងនៅខាងគាត់ហ្នឹងគឺមានទាំងកាហ្វេមានទាំងខ្សែរត់ហើយបើផ្លូវចូលហ្នឹងក៏ស្អាតទៀតនិយាយទៅគឺស្អាតតាំងពីផ្លូវដើរខាងក្រោមដល់ខាងលើអញ្ចឹងហាងបកហ្នឹងគឺឈ្មោះកាហ្វេខ្សែរត់ខ្ញុំស្គាល់កន្លែងហ្នឹងគឺតាមគេ review ដែរទេដោយសារតែហាងកាហ្វេលើភ្នំហ្នឹងគឺអត់សូវមានច្រើនមែនទេការខ្ញុំទៅលើកទី1ដល់ពេលអញ្ចឹងទៅគឺផ្លូវដើរគឺស្អាតមែនអ្នកទាំងអស់គ្នាមើលតែវីដេអូនេះក៏ដឹងដែរខ្ញុំបង្ហាញឲ្យមួយមើលមកសម្រាប់ទីតាំងវិញគឺខ្ញុំដឹងថានឹងហាក់ផ្លេគេទេគ្រាន់តែខ្ញុំជីទៅហ្នឹងគឺតាម Google Map គ្រាន់តែវាយឈ្មោះកាហ្វេខ្សែរត់ហ្នឹងទៅនឹងចេញមកហើយហាងកាហ្វេរបស់គាត់ហ្នឹងគឺមាន3ជាន់នេះជាន់ទី1 view ក៏ស្អាតទេការទៅល្ងាចឡើងអញ្ចឹងហើយបើជាន់ទី2នេះវិញគឺកំងកាហ្វេហើយបើជាន់ទី3នេះវិញគឺសាឡុងការខ្ញុំទៅកន្លែងហ្នឹងដូចជាម៉ោង4:45ដែរអញ្ចឹងគឺល្ងាចឡើងគឺទេសភាពស្អាតមែនហើយបើតម្លៃត្រេងនៅខាងគាត់ហ្នឹងក៏គួរសមដែរមាន2រៀល3រៀលឡើងអញ្ចឹងនៅខាងគាត់ក៏មានខ្សែរត់នេះដែរគ្រាន់តែខ្សែរត់ហ្នឹងគឺខ្ញុំបានសួរតម្លៃគាត់ទេអញ្ចឹងទៅបើសិនជាណាគេចង់សួរតម្លៃហ្នឹងគឺអាចឆែកទៅ page របស់គាត់យកហ្មងក៏បានដែរការខ្ញុំទៅហ្នឹងគឺទៅ explore ហាងកាហ្វេដល់ពេលអញ្ចឹងទៅគឺបានជីហ្នឹងទេខ្ញុំទៅដល់ហ្នឹងក៏បានកំងកាហ្វេអាឡាតេមួយដែរអញ្ចឹងបើហូបជាតិកាហ្វេនៅខាងគាត់ហ្នឹងក៏ឆ្ងាញ់គួរសមដែរនិយាយទៅគឺសមរម្យអាចទូយកបានដែរអញ្ចឹងហើយនេះគឺជាកន្លែងអង្គុយនៅជាន់លើគេហ្នឹងគឺជាន់សាឡុងនៅខាងលើគេហ្នឹងគឺ view ក៏ស្អាតដែរទេសភាពចង់មកអង្គុយថតរូបនៅហ្នឹងក៏បានឬមកក៏ចង់មកអង្គុយយកខ្យល់អាកាសក៏បានដែរនិយាយទៅគឺ relax ហ្មងអង្គុយបដាផឹកកាហ្វេបដាអែមអញ្ចឹងទៅគ្នាយើងបើសិនជាណាគេចង់ explore ហាងកាហ្វេហ្នឹងគឺអាចមើលតាមវីដេអូហ្នឹងបាននៅមានវីដេអូបន្តទៀត